បន្តពីការប្រពបត្តិនមស្ការខាងដើមដោយសង្ខេបបែបខ្លីមកប៉ុណ្ណេះដើម្បីបានឱកាសនឹងលើកឡើងនៅព្រះធម៌មកសម្ដែងប្រកេនចែកជូនជាធម្មទាននៅក្នុងថ្ងៃនេះក្រុមគ្រួសារនៃសពដែលជាភរិយាជាកូនចៅទាំងភាសាទាំងកើតរបស់ឧបាសកឆនឈុនដែលឧបាសកឆនឈុនបានទទួលមរណភាពទៅកាន់លោកខាងមុខកន្លងទៅថ្មីនេះកាលពីយប់មិញប្រហែលជាម៉ោង10យប់ក្នុងជនមាយុ72ឆ្នាំដោយជារៀបពៀតនៅក្នុងឱកាសនេះខ្ញុំបកណាអាត្មាភាពបានឱកាសពេលវេលាដើម្បីបានសម្ដែងធម៌ទេសនាដើម្បីគម្រប់កិច្ចបុណ្យផងនិងដើម្បីបានជាកុសលឧទ្ទិសជូនចំពោះដល់វិបាកវិញ្ញាណរបស់បាសកឆនឈុនផងហើយដោយកម្មវិធីបុណ្យសពនេះគឺរៀបចំនៅនឹងទីអារាមវត្តមហានាមស្នារោមឃុំរវៀងសពសំរោងខេត្តតាកែវដោយការសម្រេចបតីរបស់ព្រះអង្គឈុនកំហោដែលជាកូននៃសពថានឹងរៀបចំនៅនឹងទីអារាមវត្តព្រោះមានទីធ្លាទលំទលាយផងងាយស្រួលដើម្បីរៀបចំពិធីបុណ្យហើយរដូវនេះជារដូវភ្លៀងច្រើនចឹងបើធ្វើនៅផ្ទះអាចនឹងលំបាកនៅក្នុងការប្រពៃកម្មវិធីបុណ្យនឹងថ្ងៃនេះមានប្រវត្តិមានព្រះមន្ត្រីសង្ឃនិមន្តមកពីរាជធានីភ្នំពេញនិងខេត្តកណ្ដាលមានអង្គគ្រូបច្ចារិកាវត្តគៀនស្វាយក្រៅអង្គគ្រូបច្ចារិកាវត្តវាលស្បូវព្រះអង្គបច្ចារិកាវត្តមង្គលវ័នថ្វាយបង្គំអង្គគ្រូបច្ចារិកាវត្តប្រជុំនទីកពើហានិងព្រះអង្គផ្សេងទៀតជាច្រើនព្រះអង្គនិមន្តមកពីគិរីវង្សពីតកែវដើម្បីមកចូលរួមក្នុងមរណទុក្ខជាមួយនឹងក្រុមគ្រួសារនៃសពនៅក្នុងថ្ងៃស្អែកមានប្រវត្តិមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិតខឹមសនសម្ដេចព្រះសង្ឃនាយករងទី3នៃប្រជាជាតិកម្ពុជាសម្ដេចនឹងផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់នៅក្នុងការប្រទានភ្លើងបូជាសពរបស់ព្រះបាសកឆនឈុនក្នុងថ្ងៃស្អែកអញ្ចឹងកម្មវិធីបុណ្យយប់នេះមួយយប់ហើយនឹងយប់ស្អែកមួយយប់ទៀតឆ្លងថ្ងៃពុធពេលព្រឹកឥឡូវនេះអាត្មានឹងលើកឡើងនៅពធមកសម្ដែងដើម្បីបានជាធម្មទានសម្រាប់កូនចាស់ញោមញាតិទាំងអស់គ្នាជាខាងដើមគឺញាតិញោមទាំងអស់គ្នាក៏បីកំណត់យកនៅសពរបស់ឧបាសកឆនឈុនមកជាបរិកម្មគឺមកពិចារណាដើម្បីកាត់បន្ថយនៅសេចក្តីទុក្ខសោកចំពោះការបាត់បង់នៅឪពុកនៅស្វាមីជីតាសាច់ញាតិជាទីស្រឡាញ់ជារឿងធម្មតារបស់សត្វលោកដែលកើតមកហើយត្រូវមាននៅទីបញ្ចប់មួយពោលគឺសេចក្តីស្លាប់
មិនថាអ្នកស្លាប់ទៅក្តីមិនថាអ្នកដែលកំពុងស្លាប់នេះក្តីហើយមិនថាអ្នកនៅរស់ក្តីគឺសុទ្ធតែជាអ្នកទទួលនៅមរតកព្រោះសេចក្តីស្លាប់នេះជាមរតកនៃជីវិតរបស់មនុស្សប្រុសស្រីគ្រប់រូបទាំងអស់វាគ្រាន់តែមុនក្រោយយូរឆាប់តែប៉ុណ្ណឹងឯងអ្នកស្លាប់ទៅក៏ស្លាប់ហើយយើងឃើញយើងកើតនៅសេចក្តីសង្វេគអ្នកដែលមិនទាន់ស្លាប់ក៏កិច្ចអត់រួចត្រូវត្រៀមលក្ខណៈត្រៀមចិត្តត្រៀមគំនិតទុកឲ្យហើយដើម្បីទទួលយកនៅសេចក្តីពិតមួយនេះនៅក្នុងពុទ្ធសាសនាយើងព្រះពុទ្ធជាម្ចាស់ព្រះអង្គមាននៅពធទេសនាដ៏ច្រើនតាក់ទងនឹងរឿងទីបំផុតនៃជីវិតនេះអធុវាំងមេជីវិតាំងធុវាំងមរណังអវសੰងមយាមរិតពាំងមរណៈបរិយោសានੰងមេជីវិតាំងអនិច្ចតាំងមរណังនិច្ចតាំងនេះព្រះពុទ្ធព្រះអង្គសម្ដែងអញ្ចឹងអធុវាំងមេជីវិតាំងជីវិតរបស់អាត្មាអញមិនទៀងមរណังនិច្ចតាំងសេចក្តីស្លាប់ទៀងអាត្មាអញទៀងតែនឹងស្លាប់ណាញាតិញោមពាក្យថាទៀងគឺប្រកបបជាច្បាស់លាស់អត់មានវិបរិតគឺការប្រែប្រួលឯណាមួយទេឧបមាបីដូចជាព្រះអាទិត្យគឺទៀងណាស់រះពីទិសខាងកើតលិចទៅវិញនៅទិសខាងលិចញាតិញោមដែលឃើញព្រះអាទិត្យរះពីទិសខាងត្បូងលិចទិសខាងជើងឯដែលទេតាំងពីកើតមកអត់មានទេឬក៏ញាតិញោមតាំងពីកើតមកដែលបាត់ព្រះអាទិត្យ 2-3 ថ្ងៃឯអត់ឃើញរះហ៎អត់ទេអានឹងឲ្យទៀងប្រកបច្បាស់លាស់មួយទៀតដែលទៀងនោះគឺដូចជាអំបិលទៀងតែប្រៃខ្ញុំដែលឃើញអំបិលផ្អែមហ៎អំបិលអត់ដែលផ្អែមទេគឺទៀងតែប្រៃតែម្ដងភ្លើងតែងតែក្តៅតែងតែទៀងប្រកបវិជាច្បាស់លាស់អញ្ចឹងនោះយ៉ាងណាមិញព្រះពុទ្ធព្រះអង្គសម្ដែងថាសង្ខារទាំងឡាយដែលកើតឡើងហើយតែងតែវិនាសតែងតែរលត់ទៅវិញជាធម្មតាឃើញទេពាក្យថាធម្មតាហ្នឹងគឺប្រកបវិជាដែលជីវិតនេះលោកឧបមាទី1ទៅនឹងទឹកសន្សើមដែលជាប់នៅចុងស្មៅទឹកសន្សើមដែលជាប់នៅចុងស្មៅរមែងស្ងួតហួតហែងទៅដោយកម្ដៅនៃពន្លឺព្រះអាទិត្យដែលរះឡើងហើយចាំងមកលើផែនដីនេះទឹកសន្សើមដែលជាប់ចុងស្មៅនោះរមែងតែងតែស្ងួតហួតហែងទៅម្ដងបន្តិចម្ដងបន្តិចរហូតតតែអស់នោះយ៉ាងណាមិញជីវិតយើងដូចគ្នាកើតឡើងនៅក្នុងលោកសន្តិវិសនេះហើយក៏រមែងស្ងួតហួតហែងទៅតាមពេលវេលាថ្ងៃខែឆ្នាំយប់ដែលកន្លងទៅម្ដងបន្តិច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 រហូតដល់ពេលវេលាដែលត្រូវរលត់គឺស្លាប់ទៅនឹងឯងហើយដំណើរនេះក៏ជាដំណើររបស់មនុស្សយើងម្នាក់ហ្នឹងគឺថាខ្លះក៏
ឈានដល់មជ្ឈិមវ័យវ័យកដាលធ្វើដំណើរឆ្ពោះទៅកាន់បច្ឆិមវ័យវ័យបញ្ចប់វ័យខាងចុងញាតិញោមខ្លះក៏កំពុងតែស្ថិតនៅក្នុងវ័យខាងចុងគឺបច្ឆិមវ័យដែលកំពុងតែប្រឈមមុខជាមួយនឹងសេចក្តីស្លាប់ញាតិញោមខ្លះក៏កំពុងតែហាក់បីដូចជាស្ថិតនៅក្នុងមាត់របស់មច្ចុគឺដល់ហើយដល់ក្នុងមាត់ហើយគឺដែលវ័យចាស់វ័យជរាជំងឺដំកាត់កំពុងតែបៀតបៀនណាដែលពេលនេះខ្លះក៏នៅផ្ទះខ្លះក៏នៅមន្ទីរពេទ្យឃើញទេញោមសម្រានឈឺនៅផ្ទះរនាលរនាលំបាកនៅក្នុងកាយខ្លះក៏នៅក្នុងមន្ទីរពេទ្យកំពុងតែបន្ថែមខ្យល់អុកស៊ីសែនពេទ្យកំពុងតែញាប់ដៃញាប់ជើងនៅក្នុងការជួយសង្គ្រោះដើម្បីឲ្យផុតអំពីមាត់របស់មច្ចុហើយក៏ការសង្គ្រោះនឹងទៀតសោតបើទោះបីជាបានក៏បានត្រឹមតែមួយគណៈបានត្រឹមតែមួយគ្រាមួយពេលតែប៉ុណ្ណោះតួយ៉ាងដូចជាឧបាសកឆនឈុននេះមែនតែនទៅគឺជំងឺរំកាត់របស់គាត់នេះឯងហាក់បីដូចជាស្ថិតនៅក្នុងមាត់របស់មច្ចុនឹងជាយូរមកហើយស្ថានភាពនៃជំងឺធ្ងន់ធ្ងរនឹងញឹកញាប់ហើយតែដោយសារបានកូនចៅទាំងប្រសង់ទាំងកុហកយកចិត្តទុកដាក់យកទៅពេទ្យមិនថាពេទ្យនៅខេត្តមិនថាពេទ្យនៅចិត្តនេះមិនថាមន្ទីរពេទ្យនៅភ្នំពេញទេតិចលឺពេទ្យតិចលឺពេទ្យតិចលឺពេទ្យហើយពេលចូលពេទ្យម្ដងហ្នឹងសិតតែសភាពសង្គ្រោះបន្ទាន់សិតតែសភាពធ្ងន់ធ្ងរដល់ពេលបន់អត់ទាន់អស់ពេទ្យចេះតែសង្គ្រោះបានដាក់ថ្នាំទៅធូរដាក់ថ្នាំទៅអន់ដាក់ថ្នាំទៅបានស្បើយមកវិញកូនយកមកពេទ្យមកផ្ទះយកចេញពីពេទ្យមកមើលថែទាំនៅផ្ទះទៅពេលណាមិនស្រួលយកទៅពេទ្យទៀតច្រើនលើកច្រើនសារហើយច្រើនឆ្នាំមកហើយលើកចុងក្រោយនេះក៏កូនចៅយកចិត្តទុកដាក់ជួយសង្គ្រោះនៅមន្ទីរពេទ្យពីពេទ្យមួយចូលពេទ្យមួយដោយចង់ឲ្យគាត់រស់នៅបន្តទៀតទោះបីរស់នៅដោយជំងឺក៏ដោយឲ្យតែបាននៅបើកភ្នែកឃើញកូនឃើញចៅឲ្យបានធ្វើបុណ្យបានមើលមុខបានរាល់ថ្ងៃតែប៉ុណ្ណឹងយកហើយប៉ុន្តែដោយសារបុណ្យរបស់គាត់ហ្នឹងក៏អស់ចឹងពេទ្យក៏សង្គ្រោះអត់បានក៏ដល់នៅសេចក្តីស្លាប់ឃើញទេចឹងជីវិតនេះគឺត្រឹមតែប៉ុណ្្នឹងឯងទោះបីសង្គ្រោះបានក៏ត្រឹមតែមួយពេលមួយគ្រាតែបើយកឲ្យរួចផុតស្រឡះតែម្ដងមិនបានទេអ្នកអត្តលិខេអ្នកសមុត្តមៃឆេអ្នកបបតានាំងវិវរាំងបវិស័កគឺទីណាកន្លែងណាក៏ដោយដើម្បីកិច្ចវេះឲ្យផុតពីសេចក្តីស្លាប់ផុតពីមច្ចុហ្នឹងអត់មានទេក្នុងទន្លេជលសាបាតសមុទ្រលើអាកាសព្រៃភ្នំក្រំថ្មព្រៃជ្រៅរូងភ្នំឯណានេះមួយដែលមានជីវិតហើយមិនមានមច្ចុគឺអត់មានទេនឹងសភាពនៃជីវិតរបស់យើងក្នុងโลกហ្នឹងគឺអញ្ចឹងបានលោកប្រៀបធៀបដូចជាទឹកសន្សើមដែលជាប់នៅក្នុងចុងស្មៅទីបំផុតទៅក៏គឺត្រូវហួតហែងទៅដោយចរិយាដោយព្យាធិនឹងពេលវេលាដែលកន្លងទៅម្ដងតិចចឹងឯងមួយទៀតជីវិតនេះ
លោកប្រៀបធៀបដូចជាទឹកដែលហូរធ្លាក់មកពីលើភ្នំដ៏ខ្ពស់ដើមឈើទាំងឡាយណាដែលនៅក្នុងមាត់ស្ទឹងនៅក្នុងមាត់ជ្រោះក៏រមែងដួលរលំទៅម្ដងមួយណាมันមានសេះសល់ព្រោះអំណាចនៃទឹកដែលធ្លាក់មកហើយវាបានផាត់យកនៅដីដែលជាទីអាស្រ័យនៃដើមឈើនោះទៅអញ្ចឹងដើមឈើក៏ត្រូវតែដួលឲ្យតែដើមឈើណានៅជាប់នឹងមាត់ជ្រោះជាប់នឹងមាត់ស្ទឹងនោះយ៉ាងណាសភាពនៃការស្លាប់បាត់បង់ជីវិតរបស់សត្វលោកនៅក្នុងโลกនេះដូចគ្នាគឺម្ដងមួយព្រោះអីព្រោះយើងទាំងអស់គ្នាជាស្ត្រីជាបុរសគឺដូចជាដើមឈើដែលនៅនឹងមាត់ជ្រោះនៅនឹងមាត់ស្ទឹងដែលទឹកហូរកាត់អញ្ចឹងស្លាប់ម្ដងមួយញាតិញោមអាចដឹងគ្រប់គ្នាហើយតាមភូមិតាមស្រុកដែលយើងរស់នៅរាល់ថ្ងៃតាមវត្តតាមអារាមតិចឮមីក្រូខាងកើបន្តិចឮមីក្រូខាងជើងតិចឮខាងត្បូងឃើញទេញោមហើយដោយច្រើនហ្នឹងអារឿងចិត្តភ្លឺហ្នឹងម៉ោង4ម៉ោង5ឡើងឮសូរមីក្រូណេងណងយើងផ្ទៀងស្ដាប់មីក្រូណាទៀតព្រោះតែលើមីក្រូពិនពៀតណេងណងហើយដែលអត់បានដឹងតំណែងទុកមុនគឺប្រកាសជាមានអ្នកស្លាប់ហ្មងច្បាស់ចឹងហ្មងបើបនបច្ច័យ4ចម្រើនបជនតកេណានុប្រទានក្រុងទុកទៅយើងដឹងមុនហើយមីក្រូគេមិនដែលឡើងចាក់ចិត្តភ្លឺទៀតតែបនសពនេះជាបនអត់ព្រៀងទុកអត់កំណាត់ថ្ងៃទុកមុនបានទេព្រោះជីវិតជាអនិមិត្តកធម៌ជីវិតាំងអនិមិត្តកាំងជីវិតនេះកំណត់អត់បានកំណត់ស្លាប់ថ្ងៃស្លាប់យប់ស្លាប់ពេលនេះស្លាប់ពេលនោះនៅទីនេះនៅទីនោះអត់បានទេកំណត់អត់បានអញ្ចឹងយើងមើលសភាពថាសេចក្តីស្លាប់ដែលមានចំពោះមនុស្សរស់នៅតាមភូមិឃុំស្រុកនីមួយហ្នឹងគឺផ្លេចតិចល្បេះមួយផ្លេចតិចល្បេះមួយដោយដើមឈើនៅមាត់ស្ទឹងអញ្ចឹងផ្លេចតិចក្រំមួយហ្នឹងទៅហើយទឹកចេះតែហូរទៅល្បេះដីធំទៅដល់ដើមឈើមួយដើមទៀតក្រំមួយទៀតមែនទេញាតិញោមអញ្ចឹងដូចគ្នាអញ្ចឹងផ្លេចតិចហ្នឹងស្លាប់ក្រំមួយហ្នឹងទៅលើសោប្រកាសធ្វើបន់2យប់3ថ្ងៃយើងចេះចូលរួមទៅផ្លេចតិចលឺមួយទៀតអ្នកខ្លះទៀតស្មានទុកនិយាយនេះមួយហើយបែបជា2 3ថ្ងៃតំណងបែបដល់តានោះមួយទៀតហើយព្រោះតាហ្នឹងទៅមើលល្ងាចមិញហ្នឹងឈឺធ្ងន់ដោយតំណងធាយូរទេឃើញទេតាហ្នឹងដូចធ្ងន់ហើយដាច់បាយដាច់បបរដាច់អីអញ្ចឹងត្រៀមចាត់ទុកបែបបើមិនយប់ស្អែកយប់ខាងស្អែកស្រាប់តែត្រៀមទៅដល់ពេលឮសូរមីក្រូចិត្តភ្លឺមួយទៀតគិតថាប្រហែលជាតាហ្នឹងដល់ស្ដាប់អាចារ្យយោគីគេប្រកាសមិនមែនតាហ្នឹងផងអ្នកនៅផ្ទះចិត្តគ្នាណាខាងជើងដូចគ្នាណាតែអត់ឈឺអីផងស្លាប់ឃើញទេញោមនេះដោយកងនួនអាចារ្យវត្តប្រាសាទរៀងខ្មៅកងនួនអាចារ្យប្រាសាទរៀងខ្មៅកាលពីឆ្នាំទៅដើមចុងឆ្នាំ2024ហ្នឹងសូត្រធម៌ឈឺធ្ងន់ដាច់បាយដាច់ទឹកដែរ
ដល់ពេលចិត្តលឺសូមមីក្រូនេងនងគ្រប់គ្នាគេគិតថាតាហ្នឹងហើយតែដល់ពេលស្ដាប់ព័ត៌មានមកមិនមែនតាហ្នឹងផងអ្នកអត់ឈឺឃើញទេញោមអញ្ចឹងបានន័យថាជីវិតនេះបើមានហេតុបច្ច័យគ្រប់គ្រាន់ហើយមិនចាំបាច់តើឈឺដេកដួលដាច់បាយដាច់ទឹកទេតែមានហេតុគ្រប់គ្រាន់ហើយទៅហើយទៅហើយទឹកធ្លាក់ពីលើទីខ្ពស់មកកាន់ទីទំនាបដែលគួចយកនៅដើមឈើនៅជាប់មាត់ជ្រោះមិនថាទុំថាតូចទេឲ្យតែមានហេតុសំរុំគឺថាអ្នកមិនទាន់ដើមឈើដែលវាមិនទាន់ជ្រេវាមិនទាន់រង្គើក៏គង់អាចដួលមុនបានដែរឃើញទេញោមអាចល្បេះមុនបានដែរហ្នឹងវាអត់ទៀងអញ្ចឹងណាញោមណាក៏នឹងរឿងជីវិតហ្នឹងអញ្ចឹងមានសភាពដូចជាដើមឈើនៅនឹងមាត់ជ្រោះអញ្ចឹងមួយទៀតជីវិតនេះលោកប្រៀបដូចជាសភាពនៃមនុស្សទាំងឡាយដ៏ច្រើននៅចន្លោះនៃភ្នំដ៏សែនធំក្នុងទិសទាំង4មានន័យថាក្នុងទិសទាំង4គឺមាននៅថ្មភ្នំតាន់ដ៏សែនមហាធំហើយយើងនៅចំកណ្ដាលនៅចំកណ្ដាលនៃភ្នំទាំង4នោះរួចភ្នំទាំង4នោះក៏រមៀលចុះមកធ្លាក់មកពីទិសទាំង4មកក្នុងពេលស្របគ្នាហើយមកកាន់លំនៅនៃមនុស្សទាំងឡាយដែលមនុស្សទាំងឡាយមិនអាចគេចវេះបានហើយថ្មភ្នំនោះតែងតែសង្កត់សង្កិនញោមញីនៅសត្វទាំងឡាយនោះឲ្យដល់នៅសេចក្តីស្លាប់គ្មាននរណាគេចរួចម្នាក់ឡើយឃើញទេនោះសភាពយ៉ាងណាសត្វលោកមិនថាបុរសមិនថាស្ត្រីក៏គឺតែងតែដល់នៅសភាពដូចនោះដែរដូចគ្នាអញ្ចឹងឲ្យតែនរណាម្នាក់នៅក្នុងចន្លោះនៃភ្នំហ្នឹងហើយគឺថាថ្មភ្នំដែលរមៀលចុះមកស្របគ្នាហ្នឹងគឺកិនទាំងអស់កិនស្លាប់គ្មានកិច្ចរួចទេអញ្ចឹងយើងដូចគ្នាអញ្ចឹងគ្មាននរណាកិច្ចរួចទេកិច្ចវេទនាអត់រួចទេពីព្រោះសេចក្តីស្លាប់នេះឧបមាដូចជាថ្មភ្នំហ្នឹងអញ្ចឹងដែលនឹងមកសង្កត់សង្កិនញោមញីយើងទាំងអស់គ្នាឲ្យដល់នៅមរណៈគឺសេចក្តីស្លាប់ហ្នឹងញាតិញោមយល់ទេនឹងយើងធ្វើបរិកម្មចំពោះជីវិតហ្នឹងនៅពេលដែលយើងបានកំណត់ដឹងនៅជីវិតដែលមាននៅសេចក្តីស្លាប់នៅទីបំផុតដូច្នេះប្រយោជន៍ដើម្បីកុំឲ្យយើងរស់នៅក្នុងសេចក្តីស្រវឹងព្រោះស្រវឹងដោយការមិនពិចារណារឿងជីវិតនេះវាស្រវឹងធ្ងន់ធ្ងរណាស់មិនមែនដូចស្រវឹងស្រាទេស្រវឹងស្រាមានពេលស្វាងមែនទេញាតិញោមក៏ហើយអាចនឹងឈប់បានតែបើសត្វលោកស្រវឹងជាមួយនឹងជីវិតស្ថិតមិនស្លាប់ស្រវឹងជាមួយនឹងអត្តភាពថាមិនមានរោគជីវិតស្រវឹងជាមួយនឹងជីវិតនេះថាទៀងទាត់ថាថិតថេររហូតដល់ស្រវឹងជាមួយនឹងអំពើអាក្រក់ស្រវឹងជាមួយនឹងការហួងហែងអ្វីនៅក្នុងโลกនេះព្រះអង្គសម្ដែងពីសេចក្តីស្រវឹងរបស់សត្វលោកមាន5ជីវិតមតៈស្រវឹងនៅក្នុងជីវិតថាជីវិតហ្នឹងគឺមិនស្លាប់ជីវិតនេះស្ថិតថេរចេរកាលអរោគជាមតៈសេចក្តីស្រវឹងនៅក្នុងការមិនមានរោគអាត្មាអញសុខភាពល្អមិនដែលទៅពេទ្យមិនដែលលេបថ្នាំមិនដែលដាក់សេរ៉ូមអីទេមិនស្លាប់ទេ
bởi quạt nốt đang ở slap ai của quạt chư là hốt lư tờ tờ pet tịch tờ pet màu bị pet với bàn thân nam do mà lên mà ngay mà tụ đay chân quạt đang đăng tờ mình ru ai thầy nhóm ở đây tờ pet đại chư đại squad nam pet đại squad chặt nam kế đại ấy nhóm ấy này của nhóm ở ru khởi quạt nắng quạt slap để xa ru lư thật tật nôm em phong lơ chiêm phong sau về đôm phong chẳng còn đâu thế nhóm ở tàu na thế buộc nhóm ăn biên rộp đôi quả nắng ăn ăn bạn nắng chung một thật vắng ấy nó nhổ môi tiết sở vắng nó không trọt sầm bát để ro bàn máu trâu huồng hay để xa tục miên bát tận na thế miên prat tận na thế này sở vắng nó không nhiệt để bỏ thầm mà anh trồng ca huồng hay nâng mình bài bạc kia tận na mình prat kia tận na thế anh sẽ cái đây sở vắng ngục ngôl chụp tới nó không ca bạc can muồng chân thơ ở dương nâng ai miên ở ca huông hành ca bạc can rồi hốt đó vơm pơ ở trọt xem bỏ ạt slap phong từ thơ bon thơ ấy nghe đấy nhóm ạt slap phong thơ bon thơ ấy huông hành trọt sầm bạc tục thơ bon ở trọt ở lôi ở cạ bạc từ bạc thò á còn đang thơ a thơ ấy đạp a còn bạch đây thơ mấy ai từ rau trọt ban thơ mấy ai từ ruộng nơ miền ban nó không lộn đi tới chọp về cái đấy nhóm sở vòng chăng ạ đà bê sở vòng chăng hãy chọp nó đang chọp à tiền sal thia vừa nia cầm đăng mục này na đây ắt scroll là ram ắt scroll thua rồi boss up rock chẳng cạp nào mà chiết nó tờ tê sàn ban chia tờ tê bị pro thật ông pơ lõ ắt khám cò sáng hay đầy khuôn lọp vô tham mình slap bài chỉ kịch ở rồi chứ bài chỉ kịch ở rồi anh đang hái đá vừa giờ nó khó khăn về lý được nóng cá bình bón bình của sal nó nhiệt nhóm tại np để dương đăng ta chỉ vật miên nó ti bằng phát cơ cái đây slap hái ai chê và cây chở ma ta bén cao chèn với mẹ là năng sổ về tới là ná nâng đăng tới ta chỉ vật rồi bỏ thầm mà anh nâng trâu slap nó thay xài ăn miên ná cầm nọt đăng ấy chẳng bởi dương đăng đôi chân này hái ngày na để dương mình toàn slap dương nâu miên ở càng nâu lai mình bấy cò sang vườn bờ lõ xóm bón xóm của xóm tục đầm bấy chỉ tì bắn từ lúc hàng một tiết miên là nam mình nè đã ban tàu can sau cả tệ xô tê của lúc bị prua mình ban thơ bọn lại chẳng sẽ cái đây bật na rồi bao mà nô dương np để đăng từ luôn trao slap hay cứ thà cày bị slap trong tàu cá tàu cả lai lọ năng vấn đề trâm từ trong đây mình ban thơ bọn tốc có bạn bàn của tọt thơ bọn tốc và post bao giờ đây là bò nhà nế bạ rồi lô cả sáng bật tạt thà hao từ ba này năng bón chỉ tì bưng chỉ tì ở sái rồi bỏ sạt từ lái khả năng bạ lô chẳng nhận nhóm không thơ bọn tàu này nó nhóm ná ai châu ruộng đùm lệ đây tục chúng tôi nâng có con cha của ông chôn cầm hao của ông sốt hua nâng con chào xóm tầng tam bật tới cứ con chào nâng bàn bon tràn hai thải xa quạt giờ chả tục đạn cục bài giang phụ bia bày chui sụp cục quạt nâng tràn hai bàn bon bẩm pin cả tạp và cây tua để tì nâng cứ cục tràn hai chúng tôi nâng nạ miên con nó hay nấu nhôm sấy môi tiệt vào chủng ngư có miền bể đông phong hay lơ chiêm phong hay phong năng còn nếu tái chia cả tập và cách cồn vào tầng ọc này mà khơi cồn cháu do chặt tục đại
ថែទាំញោមប្រុសផងញោមស្រីផងដែលមានជំងឺតែធ្វើម៉េចជីវិតមិនអាចគង់វង្សបានទេបុណ្យគាត់ត្រូវអស់ហើយក៏មិនមែនអស់ដោយសារកូនមិនយកចិត្តទុកដាក់ដែរគឺដោយសារតែបុណ្យកុសលគាត់ត្រូវបានត្រឹមតែប៉ុណ្ណឹងចឹងអ្វីដែលសំខាន់យើងបានបំពេញតួនាទីយើងរួចហើយទៅមុខទៅមានតែធ្វើបុណ្យធ្វើកុសលឧទ្ទិសជូនគាត់បន្តទៀតតែប៉ុណ្្នឹងឯងចឹងការសម្ដែងធម៌ទេសនាប៉ុណ្ណឹងចោះនឹងសូមលើកកងការមហាកុសលនេះឧទ្ទិសជូនពិបាកវិញ្ញាណឧបាសកឆនឈុនដែលបានទទួលមរណភាពទៅសូមឧបាសកឆនឈុនបានទទួលបុណ្យកុសលនេះបរិសន្ធិនៅក្នុងសុគតិសួគ៌ទេវលោកកំបីខានប្រគេនបុណ្យកុសលគុណចាស់គ្រប់អង្គជូនបុណ្យកុសលដល់ញោមញាតិទាំងអស់គ្នាសូមបានសុខបានចម្រើនគ្រប់គ្នាអនុមោទនាពធទេសនាសំគួរដល់នៅពេលវេលាប៉ុណ្ណេះឯងអេវ៉ាំង